hiện cho 4 ឆ្នាំអត់តន់ចេះសិក្សាម្លាយមកការរៀនចប់4ឆ្នាំហើយអត់តន់ចេះមកការបងប្អូនបាទសួស្តីបងប្អូនទាំងឡាយអើយសួស្តីបងប្អូនទាំងសិស្សច្បងសិស្សប្អូនបាទឬក៏លោកគ្រូអ្នកគ្រូដែលបានចូលមើលវីដេអូនេះបាទខ្ញុំនិយាយអ្វីដែលខ្ញុំចង់និយាយហើយបើសិនជាមានចំណុចខ្វះខាតអីខ្ញុំសូមខន្តីអភ័យទោសក្បាលវីដេអូឲ្យបងប្អូនបាទបងប្អូនអរគ្នាអ្នកនរគ្នាពេលខ្លះបើខ្ញុំនិយាយថារៀនចប់4ឆ្នាំហើយអត់តន់ចេះមកការអ្នកនរគ្នាខឹងខ្ញុំអត់ឬខឹងខ្លួនឯងអត់ខ្ញុំសួរតាមត្រង់ណាព្រោះអីបងប្អូនជួយគិតមើលរៀនចប់4ឆ្នាំមកអត់ចេះមកការមែនបងប្អូនហេតុអីបានជាអត់ចេះមកការដែលសួរសំណួរនឹងត្រឡប់មកកាន់ខ្លួនឯងអត់បងប្អូនឬក៏យើងអត់ចាប់អារម្មណ៍ហ្មងតាក់ទងនឹងថាអូរៀនចប់4ឆ្នាំត្រូវតែចេះមកការហើយការងារមកការទៀតសោតខ្ញុំចង់ក្តោបទៅលើទី1អ្នកនរគ្នាត្រូវចេះគិតមកការចាប់ពីកម្រងទូចទៅឧទាហរណ៍កូនហាងកាហ្វេតូចមួយផ្ទះល្វែងតូចមួយផ្ទះវិឡាតូចមួយអាគារតូចមួយឬក៏អាគារធំមួយអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងចេះមកការអាពួកហ្នឹងនៅហើយធ្វើម៉េចយើងអាចក្តោបការងារទាំងអស់ហ្នឹងថាយើងចេះមកការលើគម្រោងទូចមួយហ្នឹងបងប្អូនបាទចឹងខ្ញុំនិយាយក្នុងវីដេអូនេះគឺចង់ដាស់តឿនទៅបងប្អូនអរគ្នាដែលកំពុងរៀននៅលើវិស័យអគ្គិសនីហើយចង់ចាប់យកតាក់ទងទៅនឹងបណ្ដាញក្នុងអាគារបងប្អូនបាទបណ្ដាញក្នុងអាគារព្រោះបណ្ដាញក្នុងអាគារមានអ្នកខ្លះគាត់សឹងតែសិក្សាសាសនាការពារសាសនាទៅលើបណ្ដាញក្នុងអាគារទៀតប៉ុន្តែបើសួរគាត់បងជួយសិក្សាម្ដងមួយគាត់កាំងបដ ாய் បងជួយសិក្សាផ្ទះល្វែងមួយអស់ប៉ុន្មានបងសិក្សាអាគារប៉ុណ្ណេះអស់ប៉ុន្មានបងប្អូនបាទអញ្ចឹងតាក់ទងទៅមើលនិយាយចំបងប្អូនអធិស្ឋានតាក់ទងទៅនឹងការងារដែលមកការហ្នឹងគឺបងប្អូនអរគ្នាខ្ញុំនិយាយឧទាហរណ៍ទៅលើគម្រោងទូចមួយចុះដើម្បីឲ្យគ្នាយើងស្រួលយល់បាទហើយខ្ញុំក៏ស្រួលនិយាយដែរបងប្អូនបាទអញ្ចឹងយើងឧទាហរណ៍ថានៅក្នុងផ្ទះល្វែងមួយយើងត្រូវសិក្សាការងារភ្លើងឲ្យម្ចាស់ផ្ទះព្រោះម្ចាស់ផ្ទះគាត់ដឹងស្រាប់ឯងគាត់ថាជាងភ្លើងឬក៏លោកវិស្វករអញ្ចឹងអូខេហ្នឹងហើយខ្ញុំហៅត្រឹមជាងភ្លើងចាឧទាហរណ៍ថាម្ចាស់ផ្ទះក៏សួរថាជាងភ្លើងសិក្សាផ្ទះគាត់មួយមើលផ្ទះល្វែងមួយកម្ពស់ប៉ុណ្ណេះជាន់បាទការងារភ្លើងអស់ប្រហែលបាទដាក់តម្លៃមកការហ្មងទៅសម្ភារៈអស់ប្រហែលពលកម្មអស់ប្រហែលហើយធ្វើរយៈពេលប្រហែលថ្ងៃហើយបាទអាហ្នឹងវាត្រូវយើងយកមកគិតណាអញ្ចឹងយើងគិតបែបម៉េចដើម្បីចេញតម្លៃរួមឲ្យម្ចាស់ផ្ទះមួយថាអូបងផ្ទះល្វែងបងមកហើយខ្ញុំយកតម្លៃប៉ុណ្ណេះខ្ញុំមកហើយបាទអត់មានគិតលុយថែមទៀតទេដឹងតែមកហើយទាំងសម្ភារៈទាំងពលកម្មបងប្អូនបាទអញ្ចឹងចំណុចប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាសួរខ្លួនឯងមើលបាទបងប្អូនទាំងអស់គ្នាសួរខ្លួនឯងថាគិតធ្វើមិនចេញឲ្យម្ចាស់ផ្ទះទៅបើសិនជាយើងកំពុងតែគិតការងារនឹងឲ្យគាត់នេះគិតធ្វើម៉េចបងប្អូនជាពិសេសបងប្អូនឆ្នាំទី4ឬក៏ឆ្នាំទី3បាទបងប្អូនចាស់ទុំហើយណាជួយគិតគ្នាមើលគូគិតធ្វើម៉េចចេញតម្លៃឲ្យម្ចាស់ផ្ទះអូខេបងប្អូនបាទចំណុចកន្លែងហ្នឹងខ្ញុំអាចប្រាប់ទៅអ្នកនរគ្នាបានយោងតាមបទពិសោធន៍ខ្ញុំតកតូននឹងការងារហ្នឹងបាទតកតូនការងារហ្នឹងចាប់តាំងពីឆ្នាំ2018មកព្រោះខ្ញុំបញ្ចប់បញ្ញាបត្រ2018ហើយខ្ញុំអត់ចេះមកការទេតែខ្ញុំក៏ចេញធ្វើការតាំងពីឆ្នាំទី3ទី4ហ្នឹងមកឯងបាទត្រូវជាងបងប្អូនបាទអូខេចូលត្រឡប់ទៅសាច់ការរបស់យើងបាទយើងមានវិធីធ្វើបែបម៉េចដើម្បីសិក្សាគម្រោងផ្ទះល្វែងដែលខ្ញុំលើកឡើងមិញហ្នឹងឲ្យម្ចាស់ផ្ទះដឹងថាអស់តម្លៃប៉ុន្មានបងប្អូនបាទអញ្ចឹងយើងលើកតែការងារភ្លើងទៅដើម្បីកុំឲ្យវែងបាទ
tại chỉ thông đá nhầm sắc xa từng ó nâng tật lơn mà sơn được chia cam mà đáy nên nhầm sắc xa từng ó ôi tạp nhiều miền rồi ca tha ôi những sắc xa ôi hay ôi thứ bà ta lỡ không video ní nhung lơ tại lơ càng nghi lơn mới cho bà lơn bà bốn dân thử đăng tham mà cha té con miên ở té bỏ con nứng tùm hôm kềประมาณ bà đòi ประมาณ từng ประมาณ กับปูประมาณ hay miên plong nơ bằng ôn bà té con nứng miên plong nơ bà anh to miên plong thế nè đó kia tra đầy mà cu đòi được từng tra pu tra pri mà bà nốt ấy tích tích chẳng tới bà công tạ nè pri nè bằng ôn nốt tới bà chẳng pe để bằng ôn nốt hái plong plong mùi chắc té thôi bọn bom chắc té té bong to miên plong rồi còn ăn cái tịnh toàn cuối nhưng tra bà nè nè confirm bong ở prom prieng từ lơ plong để nhom tra này pu nhầm đạp bà này khọp pri nhầm đạp bà này khọp tì tăng cái lại này chẳng tới bà chẳng bà to bị ban ca nghi plong nâng mùi hết bong ôn thơm mấy tiện bong ôn kịch bị phiệt tới bà kịch bị phiệt bát mạch tam bất kể hao thở miên tráng sắc xa pariman ba đại nè khác cái hao biểu chu chứ nữa biểu chu nữa bà tao bần này khmer số đắp hao ấy hao tư sầm khăn ao tài chia tráng sắc xa pariman sắc xa tờ lại bà chẳng bong ôn thở miên tráng sắc xa tờ lại bà nhóm có thọp miên formนึง đấy nông pay bà nhóm thọp miên form hay bà sân chia từng ọc niên thở cao form biểu chuนึงai comment ក្នុង page បានបាទឬក៏ចុច join ទៅក្រុម Telegram ខ្ញុំក៏ខ្ញុំធ្លាប់តម្លាក់ដែរក្រុម Telegram public ទៀតឈ្មោះ BA ជាងភ្លើងសមាជិក1លាននាក់បាទសមាជិកតាមប្រហែល100នាក់ប៉ុន្តែខ្ញុំចង់បានសមាជិក1លាននាក់អញ្ចឹងបងប្អូនគ្នាអាច join ទៅយក file នឹងបានទេតោះអញ្ចឹងយើងត្រឡប់ទៅការសង្ខេបតកតងទៅនឹងសិក្សាតម្លៃ BQ បាទអញ្ចឹងយើងសិក្សាតម្លៃយើងបែងចែកវាមកការងារភ្លើងមាននេះខ្លះมันមានព្រីភ្លើងมันមានអំពូលភ្លើងបាទមានអីទៀតការងារភ្លើងត្រូវហត់ខ្សែម៉ាស៊ីនជែកឲ្យគេអត់ការងារភ្លើងបាទបើរត់យើងគិតអាខ្សែអាការងារនឹងចូលមកបាទអូខេអញ្ចឹងយើងសង្ខេបតាមបរិមាណប៉ុណ្្នឹងទៅអញ្ចឹងយើងសិក្សាមិនយើងសិក្សាយើងគិតជាក់ស្ដែងលើប្លង់បាទគិតបែបមិនទៀតបាទគិតបែបមិនយើងគិតតែបរិមាណដែលយើងមានហ្នឹងបងប្អូនបាទវាដេញដោលសួរចឹងទៀតអញ្ចឹងឧទាហរណ៍ថាព្រីភ្លើងយើងដាក់ទីតាំងណាខ្លះអំពូលភ្លើងយើងដាក់ទីតាំងណាខ្លះបាទពេលដែលយើងដឹងទីតាំងយើងអាចគិតបានហើយអញ្ចឹងយើងរាយក្នុងតារាងរបស់យើងមកបាទឧទាហរណ៍ទៅលើការងារព្រីភ្លើងអាចថឹមបើយើងដាក់ព្រីភ្លើងមកហើយត្រេខាងក្រោមទៅមានអីគេមានខ្សែភ្លើងបាទខ្សែភ្លើងមានប៉ុន្មានព្រីភ្លើងយើងប្រើ2.5 អញ្ចឹងទៅខ្សែទេអញ្ចឹងមានខ្សែ2កន្លះ3ខ្សែអញ្ចឹងទៅបាទហើយមានអីទៀតមានតយោភ្លើងបាទធម្មតាតាយើងហត់ខ្សែភ្លើងយើងប្រើតយោភ្លើងបាទតយោភ្លើងấyមានអីទៀតមានជើងព្រីហ្នឹងមានអាព្រីហ្នឹងបាទខ្ញុំនិយាយចឹងទៅស្រួលយល់បងប្អូនបាទអញ្ចឹងពេលដែលយើងមានព្រីភ្លើងហ្នឹងហើយយើងមិនរាប់វាទៅយើងវាស់វាទៅវាស់ពីទីតាំងមួយទៅទីតាំងមួយទៅយកឡើងចុះមិនខ្សែភ្លើងបត់បែនមិនវាស់ផុតម្លាញមានទៅបាទម្លាញ8គ្រាប់ជាងហ្នឹង8គ្រាប់ឬក្រោម8គ្រាប់ហ្នឹងមានខ្សែប៉ុន្មានមានយោប៉ុន្មានរាប់អស់ទៅហើយយើងសឹងតែគិតប្រវែងវិសតគេបានទៀតយើងគិតមើលទៅតយោមួយដើមប៉ុន្មានម៉ែត្រ2.9 ម៉ែត្រដាក់យើងមួយដើមបាញ់វិសប៉ុន្មានអញ្ចឹង1 ម៉ែត្រកន្លះដាក់វិសមួយឬក៏1 ម៉ែត្រដាក់វិសមួយឃើញប្រវែងនយោដូចឃើញប្រវែងវិសតគេអញ្ចឹងបាទគិតចំនួនតគេឃើញទៀតឃើញប្រវែងខ្សែភ្លើងដូចឃើញប្រវែងតយោភ្លើងអញ្ចឹងបងប្អូនបាទអញ្ចឹងបោះតាខ្សែភ្លើងឃើញមួយចេញតយោភ្លើងយើងឃើញមួយបាទទេបាទអំពូលក៏ដូចគ្នាដែរបាទអំពូលមានអីខ្លះប្រកាសជាមានអំពូលប្រកាសជាមានអីគេមានខ្សែភ្លើង
miền sập phơi miền dầu phơi miền gán miền scot miền ai accessory ai chính tới bông bồn bà kịch mùi ở chính tới hay khơi vàiประมาณ mét បងប្អូនបាទអញ្ចឹងយើងឧទាហរណ៍ថាយើងបានរាប់បរិមាណទាំងអស់ហ្នឹងគ្រប់ហើយបរិមាណទាំងអស់យើងសង្ខេបថាយើងរាប់បរិមាណទាំងអស់ហ្នឹងគ្រប់ហើយបន្ទាប់មកយើងយកទៅឆែកតម្លៃមួយអ្នកលក់ទៅឬក៏ supplier របស់យើងបាទអានឹងតម្លៃប៉ុន្មានគិតប្រវែងចេញមកអានឹងឃើញតម្លៃសម្ភារៈហើយបងប្អូនឃើញតម្លៃសម្ភារៈនៅស្ដាប់ខ្ញុំតហ្នឹងអត់តមិនមកជួបខ្ញុំផ្ទាល់ក៏បានដែរបាទអូខេសង្ឃឹមថាតណាអញ្ចឹងយើងចូលទៅនឹងការសិក្សាពលកម្មបាទចំណុចសិក្សាពលកម្មនេះញាក់សាច់ថើបដែរបងប្អូនបាទវាមិនញាក់សាច់ទេបងប្អូនបាទសម្រាប់យើងធ្លាប់ធ្វើហ្នឹងព្រោះតែវាញាក់សាច់សម្រាប់បងប្អូនទាំងអស់គ្នាបាទមិនធ្លាប់ធ្វើសំបីម្ដងមិនតដឹងថាកាត់អញ្ចឹងបែបមុខតាណាពេលខ្លះអូខេអញ្ចឹងអ្នកដែលអាចដាក់តម្លៃពលកម្មបានគឺតតែគាត់ជាជាងឬក៏អ្នកមានបទពិសោធន៍ធ្វើការងារនឹងស្នឹកបាទយល់បាទបានដាក់បានដោយសារអីពេលខ្លះគាត់សម័យគាត់ថាអូការងារកាត់អញ្ចឹងគាត់ធ្វើប៉ុណ្ណេះបានប្រហែលម៉ែត្រក្នុងមួយថ្ងៃពី3ប្រឡោះឬមួយជាន់គាត់ធ្វើ2នាក់មួយថ្ងៃអញ្ចឹងទៅនឹងគាត់ដឹងការងារកាត់អញ្ចឹងការងារប្រកបប្រយោគបាទការងារប្រកបប្រយោគគាត់ធ្វើប្រហែលថ្ងៃអញ្ចឹងគាត់ដឹងការងារប្រកបប្រយោគហើយគាត់ការងារអុកខ្សែគាត់ធ្វើប្រហែលថ្ងៃអញ្ចឹងដឹងការងារអុកខ្សែអញ្ចឹងគាត់វៃតម្លៃចេញតម្លៃជាលុយបានណាបងប្អូនហើយមានវិធីមួយទៀតដែលយើងអត់ចាំបាច់មានបទពិសោធន៍ទៅលើការងារស្ប៉ាន់ប្រមាណឬក៏ធ្លាប់ធ្វើវាទេបាទប៉ុន្តែវាអត់សូវត្រូវបងប្អូនបាទមួយទៀតយើងអាចគិតប្រវែងខ្សែហ្នឹងគិតជាម៉ែត្របងប្អូនបាទយើងអាចគិតថាទៅយក1ម៉ែត្រយើងដាក់ពលកម្មប្រហែល 0.25 ឬ 0.35 អញ្ចឹងទៅអញ្ចឹង2ម៉ែត្រ3ម៉ែត្រឬខ្សែភ្លើងយើងគិតតម្លៃប្រហែលអូស1ម៉ែត្រអញ្ចឹងយើងគិតគុណជាមេគុណទៅបាទយើងគិតចេញដូចគ្នាទេគ្រាន់ថាវាជាមេគុណប៉ុន្តែយើងមិនយល់ថាជាក់ស្ដែងវាធ្វើបែបម៉េចបងប្អូនណាអញ្ចឹងការគិតបែបហ្នឹងជាការសិក្សាតម្លៃប៉ាន់ប្រមាណវាមិនដូចពិតជាក់ស្ដែងទេបងប្អូនបាទព្រោះពេលខ្លះយើងកាត់អញ្ចឹងមានកាត់ទៅបានកាត់រហូតណាពេលខ្លះកាត់ទៅម៉ូទ័រវាខូចបាទកាត់ទៅជួបឧបសគ្គនៅអញ្ចឹងហ្នឹងអញ្ចឹងច្រឡំងាកមើលអញ្ចឹងបងប្អូនបាទជួនកាលហុកខ្សែហុកអត់ចេញអញ្ចឹងទៅបាទមិនចេញរាវដូចជប់ណាបងប្អូនបាទអាហ្នឹងជាឧបសគ្គជាក់ស្ដែងមកកាត់ឋានជួនកាលជាងអ្នករត់ហ្នឹងស្ទើរដូចគ្នាយើងទៅមិនចេញហ្នឹងរត់យូរដល់កអាគេរត់តាមផ្លេតហ្នឹងបងប្អូនបាទអញ្ចឹងការប៉ាន់ប្រមាណវាខុសតិចខុសខ្លះត្រូវខ្លះអញ្ចឹងវាអត់ត្រូវ 100% បងប្អូនបាទបងប្អូនស្ដាប់ខ្ញុំនិយាយមកបាទយល់បានកម្រិតណាដែរឬក៏អត់យល់សោះឬក៏ខ្ញុំអ្នកបញ្យល់ហ្នឹងបញ្យល់អត់កើតបងប្អូនបាទជួយ comment ប្រាប់ផងបងប្អូនហើយការងារទាំងអស់នេះបងប្អូនកុំភ្លេចបាទបើសិនជាអ្នកទាំងអស់គ្នាអត់បានសួរលោកគ្រូអ្នកគ្រូប្រយ័ត្នគាត់អត់ប្រាប់បាទឬក៏អត់បានសួររៀងច្បងអីហ្នឹងយ៉ាអត់ដឹងបាទហើយខ្ញុំស្នើពរមួយដែរបាទបងប្អូនយើងរៀនផងបាទកុំភ្លេចចេញទៅរកការងារក្រៅធ្វើផងបើមិនអញ្ចឹងទេអត់ដឹងបែបម៉េចទេហើយអ្នកហ៊ានអគ្គិសនីត្រូវតែស៊ូបន្តិចបងប្អូនអើយព្រោះទី1អគ្គិសនីបាទអ្វីដែលខ្លាចជាងគេគឺខ្លាចឆក់បាទហើយទី2ត្រូវលុតដំខ្លួនបន្តិចបងប្អូនបាទវាអត់ងាយថាណាគេហ៊ានមកបានធ្វើវិស្វករងាយទេបងប្អូនអើយបាទអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសម្រេចចិត្តនិយាយប៉ុណ្ណឹងដើម្បីនៅក្នុងនាទី15វិនាទីបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហោះក្នុង TikTok ក្នុង page Facebook ហើយនៅក្នុង YouTube បាទអញ្ចឹងឈ្មោះដូចគ្នាបាទ BA ជាងភ្លើងដូចគ្នា search នៅណាក៏ឃើញដែរបាទអរគុណបាទសម្រាប់ការតាមដានហើយក៏សូមអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងនៅកន្លែងណាមួយបងប្អូនបាទហើយបើសិនជា control កុំភ្លេចជួយ share ផងបងប្អូនបាទ share 1 2មកមិនអស់ថ្មទេបងប្អូនណាមកទូរស័ព្ទបងប្អូនចូលទៅអស់ថ្មដូចគ្នាបាទអរគុណពីខ្ញុំ BA ជាងភ្លើងជួបគ្នានៅវីដេអូបន្តតាក់ទងនឹងបណ្ដាញក្នុងគេឬក៏ឲ្យតែតាក់ទងនឹងភ្លើងបងប្អូនបាទបាយបាយ